បើស្វាមីក្បត់ចិត្តលួចមានស្រីស្មន់តើគួរគិតមិនគួរលែងគ្នាឬមិនគួរលែងគ្នាហើយតើអ្នកគួរវាយប្តីអ្នកឬគួរវាយស្រីស្មន់របស់ប្តីអ្នកនាងខ្ញុំមលីស្តូបើស្វាមីរបស់អ្នកប្រព្រឹត្តនៅទង្វើក្បត់ចិត្តលួចលាក់មានស្រីស្មន់នៅខាងក្រៅតែអ្នកបែរជាមិនដឹងថាខ្លួនគួរធ្វើបែបណាល្អឬមិនគួរធ្វើបែបណាដូច្នេះសូមអនុវត្តតាម7ចំណុចខាងក្រោមនេះទី1សូមរក្សាចិត្តឲ្យបានល្អដោយការរក្សាភាពស្ងៀមស្ងាត់និងមិនត្រូវធ្វើការសម្រេចចិត្តផ្ដេសផ្ដាស់នៅក្នុងកំឡុងរយៈពេល3ខែដំបូងដែលអ្នកបានដឹងរឿងនេះនោះទេជាពិសេសអ្នកក៏មិនត្រូវទៅរករឿងស្វាមីរបស់អ្នកឬស្រីស្មន់របស់ស្វាមីអ្នកជាដាច់ខាតសូមកុំវាយស្មៅបង្អើលពោះទី2សូមតាមដាននិងប្រមូលភស្តុតាងក្បត់ចិត្តរបស់ស្វាមីអ្នករក្សាទុកឲ្យបានល្អទី3សូមពង្រឹងផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យបានរឹងមាំល្អអ្នកចាំបាច់ត្រូវប្រកាសក្នុងចិត្តថាអ្នកអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីមកចិញ្ចឹមខ្លួនអ្នកនិងកូនរបស់អ្នកឲ្យរស់រានមានជីវិតបានយ៉ាងល្អប្រសើរដោយពុំចាំបាច់ពឹងផ្អែកលើបុគ្គលណាម្នាក់ព្រោះថានៅពេលនេះស្វាមីរបស់អ្នកកំពុងតែលង់ស្រឡាញ់លើនារីដទៃដែលជាហេតុបណ្ដាលឲ្យអ្នកត្រូវប្រឈមមុខទៅនឹងការលែងលះគ្នាឬមួយក៏ស្វាមីរបស់អ្នកគាត់អាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ថវិកាមកលើអ្នកនិងកូនរបស់អ្នកទី4សូមតែងខ្លួនឲ្យបានស្អាតនិងរស់នៅជីវិតរបស់ខ្លួនឲ្យបានល្អប្រសើរទី5ស្វែងយល់អំពីឫសគល់បញ្ហាដែលបង្កឲ្យកើតមាននៅទង្វើក្បត់ចិត្តរបស់ស្វាមីអ្នកនេះឡើងទី6អ្នកចាំបាច់ត្រូវធ្វើការសម្រេចចិត្តថាតើអ្នកគួរតែបន្តឬបញ្ចប់នៅទំនាក់ទំនងអាពាហ៍ពិពាហ៍មួយនេះទី7សូមអនុវត្តការសម្រេចចិត្តរបស់អ្នកបើក្នុងករណីថាអ្នកសម្រេចចិត្តលែងលះគ្នាជាមួយនឹងស្វាមីខ្លួនអ្នកចាំបាច់ត្រូវស្វែងរកមេធាវីដើម្បីជួបប្រឹក្សាផ្ដល់យោបល់និងបើកបង្ហាញភស្តុតាងដែលអ្នកប្រមូលមកបានទាំងអស់ទៅកាន់មេធាវីផ្ទាល់ខ្លួនអ្នកក្នុងគោលបំណងស្នើសុំជំនួយក្នុងការលែងលះគ្នាចែកទ្រព្យសម្បត្តិទាមទារយកសិទ្ធិចិញ្ចឹមកូនប្រាក់សងជំងឺចិត្តនិងប្រាក់សហូយក្នុងការចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងកូនប្រចាំខែលក្ខណៈប៉ុន្តែបើក្នុងករណីថាអ្នកសម្រេចចិត្តបន្តរួមរស់នៅជាមួយនឹងស្វាមីអ្នកនោះអ្នកចាំបាច់ត្រូវពិភាក្សាតទល់មុខគ្នាជាមួយនឹងគាត់ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយសម្រាប់ភាគីទាំងសងខាងនិងសម្រាប់កូនអ្នកយ៉ាងណាមិញអ្នកមិនត្រូវទៅវាយដំស្រីស្មន់ប្តីអ្នកនិងមិនត្រូវជួយចេញមុខជំនួសប្តីអ្នកនៅក្នុងការដោះស្រាយផ្ដាច់ទំនាក់ទំនងស្នេហារវាងពួកគេទាំងពីរជាដាច់ខាតព្រោះថាការដែលអ្នកធ្វើបែបនេះគឺនឹងជំរុញឲ្យប្តីរបស់អ្នកកាន់តែបានចិត្តនិងប្រព្រឹត្តនៅទង្វើក្បត់ចិត្តអ្នកខ្លាំងទ្វេដងដោយពុំមានការខ្លាចរអាអ្វីសូម្បីតែបន្តិចណាទាល់តែសោះ